ជាដំបងសូមអនុញ្ញាតគោរពលោកស៊ុនលៀងហេស្ថាបនិកនិងជាមេធាវីនៃក្រុមមេធាវី The Call សូមស្វាគមន៍លោកអ៊ីវិចិត្រមេធាវីនៃក្រុមមេធាវី The Call និងជំនួយការទាំងអស់នៃក្រុមមេធាវី The Call នៅក្នុងថ្ងៃនេះគឺជាសប្តាហ៍ទី11នៃក្នុងថ្ងៃនេះគឺជាសប្តាហ៍ទី11នៃកម្មវិធី The Flexi ដែលនឹងធ្វើបទបង្ហាញដោយកញ្ញាអង្គពេជ្រដារិកាដែលនៅក្រោមប្រធានបទយុទ្ធសាស្ត្រទីផ្សារបណ្ដាញសង្គមនឹងឡើងយកមកបកស្រាយដូច្នេះមុននឹងចាប់ដើមនៅកម្មវិធីខ្ញុំសូមគោរពអនុញ្ញាតលោកអ៊ីវិចិត្រមេធាវីនៃក្រុមមេធាវី The Call ឡើងដើម្បីបើកកម្មវិធីសូមគោរពសូមអរគុណថ្ងៃនេះយើងមានកម្មវិធី The Flexi ស្ដីពីប្រធានបទមួយទៀតកាន់តែថ្មីហើយគឺពាក់ព័ន្ធយុទ្ធសាស្ត្រទីផ្សារបណ្ដាញសង្គមហើយខ្ញុំយល់ថាប្រធានបទនេះនឹងបានជាប្រយោជន៍នឹងបានជាពុទ្ធិនឹងបានជាធាតុចូលថ្មីមួយបន្ថែមទៀតសម្រាប់មេធាវីយើងហើយក៏ដូចជាក្រុមជំនួយការក៏ដូចជាក្រុមការងារយើងដែលមានវត្តមាននៅទីនេះហើយខ្ញុំក៏សង្ឃឹមថាប្រធានបទថ្មីនេះនឹងត្រូវបានអ្នកទាំងអស់គ្នាយកចិត្តទុកដាក់ស្ដាប់ហើយនឹងក្រេបជញ្ជក់យកចំណេះដឹងតាមរយៈការឡើងមកធ្វើការបទបង្ហាញរបស់កញ្ញាហើយសង្ឃឹមថាតាមរយៈអត្ថបទនេះនឹងបានជាពុទ្ធិថ្មីហើយនឹងបានជាយុទ្ធសាស្ត្រថ្មីសម្រាប់ជាបទពិសោធន៍នៅក្នុងខ្លួនក៏ដូចជាបទពិសោធន៍នៅក្នុងការងារហើយចាប់ពីពេលទៅសូមបង្កើតបើកកម្មវិធី The Flexi ហើយអូខេសូមអរគុណជាដំបូងនេះខ្ញុំសូមអនុញ្ញាតគោរពស្វាគមន៍លោកមេធាវីស៊ុនលីងហេងជាស្ថាបនិកនិងជាប្រធានក្រុមមេធាវី The Call លោកមេធាវីអ៊ីវិចិត្រនិងសូមស្វាគមន៍បងក្រុមជំនួយការទាំងអស់ដែលមានវត្តមាននៅក្នុងកម្មវិធី The Flexi សប្តាហ៍ទី11ដែលនាងខ្ញុំនឹងលើកយកប្រធានបទយុទ្ធសាស្ត្រទីផ្សារបណ្ដាញសង្គមឡើងមកធ្វើការបកស្រាយហើយនេះគឺជាសិភៅដែលខ្ញុំដកស្រង់ចេញមកដើម្បីធ្វើការបកស្រាយនៅប្រធានបទថ្ងៃនេះដែលនិពន្ធនិយោដោយលោកណោមពៅចម្រើនរៀបរៀងដោយមាសមនីកុងលក្ខណាឡាយសិលឹមស៊ូភត្រាលេងហេឡែននិងកៅស្រីលៀបបណ្ណាធិការដោយម៉ាងមេងសៀងនិងបោះពុំនៅខែមេសាឆ្នាំ2021មុនចូលទៅដល់ខ្លឹមសារនៃអត្ថបទនេះខ្ញុំសូមណែនាំខ្លួននេះខ្ញុំឈ្មោះអង្គពេជ្រដារិកាបច្ចុប្បន្នជាជំនួយការមេធាវីនៃក្រុមមេធាវី The Call ហើយក៏កំពុងសិក្សាជំនាញនីតិសាស្ត្រនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចហើយថ្ងៃនេះគឺជាសប្តាហ៍ទី11ជុំទី2នៃកម្មវិធី The Flexi ដូច្នេះចូលទៅដល់ខ្លឹមសារនៃអត្ថបទហើយនេះគឺជាមេតិកាដែលយើងត្រូវលើកយកមកធ្វើបទបង្ហាញនៅក្នុងថ្ងៃនេះដែលទី1គឺគន្លឹះដែលត្រូវពិចារណាមុនពេលចាប់ផ្ដើមទី2ប្រភេទមេតិកាដែលល្អសម្រាប់ផ្សព្វផ្សាយទៅលើបណ្ដាញសង្គមទី3យុទ្ធសាស្ត្រទីផ្សារលើ Facebook ទី4យុទ្ធសាស្ត្រទីផ្សារលើ YouTube ទី5 Instagram និងទី6 TikTok ហើយនេះគឺជាទ្រឹស្ដីរបស់Kim Grass របស់ជាអ្នកជំនាញផ្នែកយុទ្ធសាស្ត្រទីផ្សារដែលគាត់បាននិយាយថាជោគជ័យនៃការធ្វើទីផ្សារនៅលើបណ្ដាញសង្គមមិនអាស្រ័យនឹងភាពតាក់ទាញទេគឺអាស្រ័យនឹងការបង្កើតទំនាក់ទំនងដូច្នេះគន្លឹះដែលយើងត្រូវពិចារណាមុនពេលចាប់ផ្ដើមការណែនាំពីមិត្តភ័ក្តិក៏ដូចជារឿងរ៉ាវជោគជ័យរបស់អាជីវកម្មផ្សេងទៀតគឺគាត់បានចង្អុលបង្ហាញពីនីតិនាការថាការធ្វើទីផ្សារនៅលើបណ្ដាញសង្គមគឺជារឿងមួយដែលយើងចាំបាច់ខ្លាំងមែនទែនប៉ុន្តែមិនមែនមានន័យថាយើងមិនបានធ្វើទីផ្សារនៅលើបណ្ដាញសង្គមអាជីវកម្មរបស់យើងអាចដើរទៅមុខបានទេប៉ុន្តែគ្រាន់តែបង្ហាញថាការធ្វើទីផ្សារនៅលើបណ្ដាញសង្គមហ្នឹងវាអាចធ្វើឲ្យអាជីវកម្មយើងកាន់តែរីកចម្រើនហើយនឹងមានគេស្គាល់កាន់តែច្រើនហើយនៅក្នុងប្រទេសកម្ពុជាយើង Facebook, Instagram, YouTube និង TikTok គឺជាបណ្ដាញសង្គមមួយដែលមានភាពពេញនិយមនិងមានចំនួនអ្នកប្រើច្រើនជាងគេប៉ុន្តែបើនិយាយពីបរិបទនៅក្នុងពិភពលោកទាំងមូលវានៅមានបណ្ដាញសង្គមមួយចំនួនទៀតដូចជា Pinterest ឬក៏ LinkedIn ដែលអាចសម្រេចគោលដៅបានលឿនប្រសិនប្រភេទក្រុមហ៊ុនយើងជាប្រភេទក្រុមហ៊ុនទូចយើងអត់មានធនធានច្រើននៅក្នុងការគ្រប់គ្រងបណ្ដាញសង្គមច្រើនទេយើងអាចយកបណ្ដាញសង្គមមួយឬក៏ពីរដើម្បីយកមកធ្វើការផ្សព្វផ្សាយបានហើយព្រោះអីបើសិនជាយើងយកបណ្ដាញសង្គមច្រើនយកមកធ្វើការផ្សព្វផ្សាយ
ហើយយើងអត់ស្ទាត់ជំនាញទៀតវាធ្វើឲ្យយើងកាន់តែពិបាកអញ្ចឹងបើសិនជាយើងយកមួយឬពីរដែលយើងស្ទាត់ជំនាញគឺវារត់តល្អហើយជាពិសេសយើងត្រូវមើលថាតើអតិថិជនឬក៏ទស្សនិកជនរបស់យើងនឹងនិយមប្រើប្រធានបណ្ដាញសង្គមមួយណាច្រើនជាងគេឧទាហរណ៍ដូចបច្ចុប្បន្ននៅកម្ពុជាយើងគឺ Facebook Instagram TikTok ហ្នឹងឯងដែលទទួលបាននៅការប្រើប្រាស់ច្រើនជាងគេនៅក្នុងបច្ចុប្បន្នអញ្ចឹងហើយយើងគួរណាតែ focus ទៅលើបណ្ដាញសង្គមទាំងអស់ហ្នឹងតមកទៀតគឺការកំណត់និងវិតម្លៃគោលដៅការកំណត់នៅប្រភេទអត្ថបទក៏ដូចជាការផ្សព្វផ្សាយនៅគោលដៅរួមនៃយុទ្ធសាស្ត្រទីផ្សារគឺមានអត្ថប្រយោជន៍ខ្លាំងមុនពេលចាប់ផ្ដើមបង្ហោះមាតិកានៅលើបណ្ដាញសង្គមដែលសារវាជួយត្រួសត្រាយផ្លូវដែលយើងកំពុងដើរនៅក្នុងការអនុវត្តជាក់ស្ដែងហើយយើងត្រូវស្វែងយល់នៅបច្ចេកទេសមួយចំនួនដូចជាភាពជាក់លាក់យើងត្រូវកំណត់ភាពជាក់លាក់ថាតើយើងចង់ទទួលបានអីវាស់វែងបានយើងត្រូវតើយើងអាចដឹងថាគោលដៅរបស់យើងបានកំណត់ដាក់បានសម្រេចដែលយើងកំណត់ហ្នឹងតើបានសម្រេចឬអត់ហើយឧបករណ៍វិភាគអីគេខ្លះដែលយើងប្រើសម្រាប់តាមដានដំណើរការរបស់យើងហើយមួយទៀតគឺអាចសម្រេចបានហ្នឹងយើងត្រូវមើលថាតើយើងត្រូវកំណត់មើលថាតើគោលដៅរបស់យើងហ្នឹងសម្រេចបានជាក់លាក់ឬអត់ហើយមួយទៀតគឺភាពពាក់ព័ន្ធតើគោលដៅរបស់យើងដូចគ្នាទៅនឹងបេសកកម្មឬក៏ទស្សនវិស័យឬក៏គុណតម្លៃរបស់ក្រុមហ៊ុនយើងដែរឬទេហើយមួយទៀតពេលវេលាច្បាស់លាស់តើគោលបំណងដែលយើងបានកំណត់នោះគឺវាអាចសម្រេចទៅតាមអីដែលយើងបានកំណត់ឬអត់ឧទាហរណ៍ថាយើងចង់បង្កើតឲ្យអ្នកចូលរួមនៅក្នុងទំព័រគេហទំព័ររបស់យើងឲ្យបានចំនួន 15% ទៀតនៅក្នុងរយៈពេល3ខែបន្ទាប់ចំណុចបន្ទាប់គឺពិនិត្យបញ្ជាក់ដើម្បីរៀបចំយុទ្ធសាស្ត្រទីផ្សាររបស់អ្នកការពិនិត្យបញ្ជាក់គឺជាយុទ្ធសាស្ត្រមួយនៅក្នុងការកំណត់ថាតើយុទ្ធសាស្ត្រមាតិកាព័ត៌មាននៅលើបណ្ដាញសង្គមមួយណាដែលស័ក្តិសមនឹងអតិថិជនរបស់យើងនិងកំណត់មើលថាតើអតិថិជនរបស់យើងត្រូវការអីពេញចិត្តអីចាប់អារម្មណ៍ទៅលើបណ្ដាញសង្គមអាចឆ្លើយបណ្ដាញសង្គមរួចសួរខ្លួនឯងថាតើយើងអាចជួយដោះស្រាយអ្វីខ្លះឲ្យពួកគេសំណួរណាដែលអាចឆ្លើយបាននិងមាតិកាប្រភេទណាដែលពួកគេចូលចិត្តហើយពេលណាដែលពួកគេនិយមប្រើបណ្ដាញសង្គមអញ្ចឹងចំពោះតន្ន័យទាំងអស់ហ្នឹងយើងអត់ចាំបាច់ចំណាយថវិកាដើម្បីដឹងពីតន្ន័យទាំងអស់ហ្នឹងឯងដូចជាយើងចង់ដឹងអំពីដៃគូប្រកួតប្រជែងរបស់យើងអញ្ចឹងយើងអាចទៅតាមដានមើល page នៅឬក៏បណ្ដាញសង្គមណាមួយរបស់ដៃគូប្រកួតប្រជែងរបស់យើងហើយយើងមើលថាតើរយៈពេលប៉ុន្មានថ្ងៃឬក៏មួយសប្តាហ៍ហ្នឹងគឺគាត់ផុសវីដេអូប្រហែលដងហើយតើប្រភេទមាតិកាប្រភេទបែបណាដែលគាត់ផុសយើងមើលថាតើប្រភេទមាតិកាមួយណាដែលទទួលបាននៅការ like share ច្រើនជាងគេអញ្ចឹងយើងអាចយកគំនិតមួយហ្នឹងដើម្បីច្នៃប្រឌិតអាចធ្វើបង្កើតជាមាតិការបស់យើងបានចំណុចបន្ទាប់គឺរៀបចំផែនការជាមុនដែលប្រើប្រតិទិនមាតិកាបណ្ដាញសង្គមអញ្ចឹងបញ្ហាប្រឈមរបស់ម៉ាកឬក៏ផលិតផលអាជីវកម្មភាគច្រើនគឺការប្រើយកបណ្ដាញសង្គមថាតើគួរតែយកមាតិកាមួយណាដើម្បីយកទៅផុសនៅលើបណ្ដាញសង្គមអញ្ចឹងនៅពេលដែលអាជីវកម្មមួយបង្ហាញវត្តមាននៅលើបណ្ដាញសង្គមដោយអត់មានសកម្មភាពអីសោះវាប្រៀបដូចជាពួកគេកំពុងតែប្រើឧបករណ៍អេឡិចត្រូនិកដាច់ភ្លើងអញ្ចឹងមានន័យថាបើសិនជាយើងបង្ហាញមាតិកាយើងបង្ហាញវត្តមាននៅលើបណ្ដាញសង្គមហើយប៉ុន្តែយើងអត់មាន activity អីដែល active នៅលើ page របស់យើងអញ្ចឹងអ្នកផ្សេងគឺគាត់អាចនឹងគិតថាអាជីវកម្មរបស់យើងត្រូវបានបិទឬមួយក៏អត់មានដំណើរការទៀតអញ្ចឹងហើយការដែលយើង active នៅលើបណ្ដាញសង្គមគឺជារឿងមួយដ៏ល្អអាចជាការផុសមាតិកាផ្សេងដូចជាការផុសពី quote ឬក៏ការអប់រំចំណេះដឹងផ្សេងឬក៏ការដាក់ប្រតិទិនកំណត់ថ្ងៃផុសថ្ងៃចូលឆ្នាំឬក៏ថ្ងៃបុណ្យទានធំក៏បានដែរដើម្បីឲ្យ page របស់យើងមានដំណើរការចំណុចបន្ទាប់ទៀតគឺការផុសមាតិកាដែលមានគុណភាពល្អជាប្រចាំអញ្ចឹងចំណុចសំខាន់ដែលយើងត្រូវចងចាំគឺត្រូវតែមានវត្តមាននៅលើបណ្ដាញសង្គមតាមរយៈការវត្តមាននៅក្នុងបណ្ដាញសង្គមតាមរយៈការបង្ហោះត្រឹមតែ 2-3 សប្តាហ៍ដំបូងហើយបាត់ទៅវិញអញ្ចឹងយើងមិនត្រូវបង្ហាញតធំ
ពី3សប្តាហ៍ដំបូងហើយឡើងមានវត្តមាននៅនឹងតទៀតដែលយើងគួរណាតែបង្ហាញវត្តមានឲ្យបានញឹកញាប់យ៉ាងហោចណាស់យើងគួរណាកំណត់ schedule ថាតើសប្តាហ៍មួយសប្តាហ៍យើងត្រូវផុសប្រហែលវីដេអូហើយអាចនៅក្នុងថ្ងៃណាខ្លះអញ្ចឹងយើងនឹងមាន activity នៅក្នុងក្រុមនៅក្នុង page បានរហូតហើយលើពីនឹងទៀតធានាថាមានមនុស្សប្រទេសមាតិការបស់អ្នកមាតិកាដែលអ្នកបង្ហោះនឹងត្រូវមានគុណភាពខ្ពស់ដែលអាចជាមាតិកាកំសាន្តចំណេះដឹងលើកទឹកចិត្តបំផុសគំនិតនិងមាតិកាផ្សេងទៀតដែលគេចូលចិត្តនិងចែករំលែកអញ្ចឹងចំពោះការបង្ហោះមាតិកាគឺយើងក៏គួរណាតែផុសជាមាតិកាដែលជាចំណេះដឹងនិងចែករំលែកនឹងការកំសាន្តសប្បាយផ្សេងៗដើម្បីកុំឲ្យមាតិការបស់យើងមានតែភាពមិនល្អនឹងមិនមានអ្វីដែលត្រូវផុសទៀតអញ្ចឹងយើងអាចយកចំណេះដឹងក៏ដូចជាការលើកទឹកចិត្តផ្សេងៗហ្នឹងយកមកធ្វើជាមាតិកាដែលយើងសម្រាប់ផុសបានចំណុចបន្តទៀតគឺការធ្វើទីផ្សារនៅលើបណ្ដាញសង្គមទាមទារឲ្យប្រើថវិកាអញ្ចឹងបច្ចុប្បន្នមានការប្រកួតប្រជែងច្រើនគូផ្សំនឹងការឆ្លៀសវៃរបស់អ្នកប្រើប្រាស់ការចំណាយថវិកានៅលើបណ្ដាញសង្គមគឺជារឿងមួយដ៏ចាំបាច់អញ្ចឹងហើយបើសិនបើអញ្ចឹងមិនមែនមានន័យថាការដែលយើងមិនប្រើថវិកានៅលើបណ្ដាញសង្គមយើងអត់អាចផ្សព្វផ្សាយពីអាជីវកម្មរបស់យើងបានទេប៉ុន្តែគ្រាន់តែគេបង្ហាញថាបើសិនជាយើងចំណាយថវិកាទៅលើនឹងទៀតមាតិការបស់យើងកាន់តែរីកសុសសាយហើយមានអ្នកឃើញកាន់តែច្រើនអញ្ចឹងហើយវាក៏ជាចំណុចសំខាន់មួយដែលយើងត្រូវតែគិតពិចារណាពីចំណុចនឹងដូចគ្នាហើយចំណុចបន្ទាប់គឺការវាស់ស្ទង់ដំណើរការកម្មវិធីវិភាគដែលនេះគឺជាវិធីសាស្ត្រដែលមានប្រសិទ្ធភាពដែលយើងអាចតាមដានសង្គមតាមរយៈកម្មវិធីវិភាគរបស់ Google Analytics ដែលអនុញ្ញាតឲ្យយើងតាមដានអំពីដំណើរនៃការធ្វើសកម្មភាពបណ្ដាញសង្គមនិងបង្កើតរបាយការណ៍ប្រចាំថ្ងៃនិងប្រចាំខែដែលយើងអាចដឹងថាតើមានអតិថិជនបានចូលទៅកាន់ page យើងអ្វីខ្លះនឹងមានចំនួនប៉ុន្មានអ្នកដែលចូលមើលហើយយើងក៏អាចដឹងអំពីអត្តសញ្ញាណដូចជាឈ្មោះ page ក៏ដូចជាទីតាំងរស់នៅរបស់អតិថិជនផងដែរហើយនេះគឺជាទ្រឹស្ដីរបស់លោក Jeff Rogain ដែលនិយាយថាម៉ាកយីហោទាំងឡាយណាដែលមើលរំលងបណ្ដាញសង្គមនិងលាចាកលោកនេះមិនខានអញ្ចឹងចូលទៅដល់ចំណុចទី2គឺប្រភេទមាតិកាដែលល្អសម្រាប់ផ្សព្វផ្សាយនៅលើបណ្ដាញសង្គមអញ្ចឹងយើងត្រូវនិយាយអំពីរឿងរ៉ាវរបស់យើងចំពោះគ្រប់ម៉ាកផលិតផលនិងបុគ្គលទាំងអស់គឺសុទ្ធតែមានរឿងរ៉ាវដើម្បីបង្ហាញទៅដល់អ្នកដទៃមិនថាតាមរយៈអក្សរឬក៏រូបភាពបណ្ដាញសង្គមគឺជាកន្លែងមួយដែលអ្នកគាំទ្រអាចស្វែងយល់អំពីផលិតផលរបស់អ្នកឲ្យកាន់តែច្បាស់និងមានភាពប្រកបវិជ្ជាអញ្ចឹងក្នុងការផ្សព្វផ្សាយហ្នឹងគឺយើងអាចបង្កើតជាវីដេអូខ្លីមួយដែលអាចនិយាយអំពីរឿងរ៉ាវរបស់យើងថាតើយើងជាអ្នកណាយើងមកពីណាហេតុអីមកយើងបង្កើតដំណឹងមកដែលយើងអាចបង្កើតជាវីដេអូនិយាយអំពីរៀបរាប់ពីខ្លួនយើងផ្ទាល់បានដូចជាមូលហេតុដែលយើងបើកក្រុមហ៊ុនអាជីវកម្មក៏ដូចជាសមិទ្ធផលហើយនឹងកត្តាជំរុញទឹកចិត្តឲ្យអ្នកនិងបុគ្គលឬប្រព្រឹត្តដែលបំផុសគំនិតរបស់យើងចំណុចបន្តទៀតគឺប្រើព័ត៌មានទាន់ហេតុការណ៍ថ្ងៃឈប់សម្រាកនិងព្រឹត្តិការណ៍ពិសេសដើម្បីបំផុសគំនិតបើសិនបើយើងអាចស្វែងរកព័ត៌មានទាន់ហេតុការណ៍ណាមួយមកដាក់បញ្ចូលនៅក្នុងមាតិការបស់យើងនៅលើបណ្ដាញសង្គមហ្នឹងគឺវាអាចជួយបន្ថែមនូវភាពពាក់ព័ន្ធនៃមាតិកាបន្ថែមទៀតផងដែរអញ្ចឹងយើងអាចតាមដានមើលថាតើបច្ចុប្បន្នមានមាតិកាអីដែលកំពុងតែក្តៅកគុកយើងអាចយកប្រធានបទនឹងយកមកធ្វើការបកស្រាយឬក៏និយាយដើម្បីឲ្យវីដេអូយើងកាន់តែមានអ្នកចូលមើលកាន់តែច្រើនហើយចំណុចបន្តទៀតគឺផ្សព្វផ្សាយផលិតផលនិងសេវាដែលអនុលោមតាមវិធាន 80-20 អញ្ចឹងវិធីសាស្ត្រដែលល្អដើម្បីធ្វើឲ្យមាតិកាយើងមានតុល្យភាពហ្នឹងគឺអតិថិជនអ្នកគាំទ្រនៅតែបង្ហាញការគាំទ្រដែរហ្នឹងគឺការអនុវត្តតាមវិធាន 80-20 ដែលមានន័យថា80គឺយើងបង្ខំជាមាតិកាធម្មតាហើយមាតិកាធម្មតាហ្នឹងសំដៅទៅលើថាគាត់ជាការផុសពីអាចជា quote ឬមួយក៏ការផុសពីឱកាសបុណ្យចូលឆ្នាំអីផ្សេងហើយចំពោះ20ទៀតគឺជាការផ្សព្វផ្សាយផលិតផលរបស់យើងអញ្ចឹងយើងចូលដល់ចំពោះទី3គឺយុទ្ធសាស្ត្រទីផ្សារនៅលើ Facebook Facebook គឺជាបណ្ដាញសង្គមមួយដែលមានអ្នកប្រើប្រាស់
ច្រើនជាងគេសឹងតែទូទាំងពិភពលោកហើយដោយសារតែវាជាបណ្ដាញសង្គមដែលនាំមុខអញ្ចឹងអតិថិជនគោលដៅរបស់អ្នកគឺប្រកាសជា Facebook សឹងតែទាំងអស់ហើយដោយសារតែ Facebook គឺជាបណ្ដាញសង្គមមួយដែលមានអ្នកប្រើច្រើនជាងគេជាពិសេសនៅប្រទេសកម្ពុជាយើង Facebook គឺមានដំណើរការខ្លាំងអញ្ចឹងហើយការដែលយើងបង្កើត Facebook នឹងដើម្បីផ្សព្វផ្សាយអំពីផលិតផលឬក៏ក្រុមហ៊ុនរបស់យើងគឺវាជាជំរើសមួយដ៏ល្អអញ្ចឹងយុទ្ធសាស្ត្រទីផ្សារនៅលើ Facebook ទី1.1គឺបង្កើតតារាងមាតិកានៅលើ Facebook សម្រាប់ផ្សព្វផ្សាយតារាងមាតិកាគឺជាតារាងមួយដែលបង្ហាញអ្នកដែលចូលចិត្តទំព័រ Facebook របស់អ្នកឲ្យបានដឹងពីអ្វីដែល Facebook របស់អ្នកនឹងផ្ដល់ឲ្យពួកគេវាអាចជារូបភាពវីដេអូឬក៏ការផ្ដល់ជូនពិសេសដើម្បីបម្រើសេវាកម្មជាដើមហើយនៅក្នុង Facebook យើងគឺកន្លែងដាក់កន្លែងតភ្ជាប់ទៅគេហទំព័រយើងអាចផ្សព្វផ្សាយគេហទំព័រនៅលើ Facebook របស់យើងដោយប្រើពាក្យ plug-in ឬតំណភ្ជាប់ទៅកាន់ Facebook របស់អ្នកដោយដាក់នៅទីតាំងណាមួយដែលស័ក្តិសមមិនត្រឹមតែប៉ុណ្ណោះអ្នកក៏អាចដាក់ប៊ូតុងតភ្ជាប់ទៅគេហទំព័ររបស់អ្នកបានដូចគ្នានៅលើទំព័រ Facebook ដែលយើងអាចដាក់នៅខាងក្រោម profile អញ្ចឹងអ្នកដែលគាត់ចូលមើល profile យើងគាត់អាចចុចចូល link ខាងហ្នឹងដើម្បីទៅកាន់គេហទំព័រមួយផ្សេងទៀតបានបន្ទាប់ទៀតគឺការបង្ហោះមាតិកាល្អៗឡើងវិញតែកុំធ្វើច្រើនដងញឹកញាប់ពេកបើសិនបើយើងមានមាតិកាល្អៗដែលទទួលបានការគ្រប់គ្រងច្រើនយើងគួរតែបង្ហោះមាតិកាហ្នឹងឡើងវិញឲ្យបានច្រើនដោយសារតែពេលខ្លះទស្សនិកជនឬក៏អតិថិជនរបស់យើងអាចមកអូសមើលវីដេអូឬក៏អូសមើល Facebook បានយើងផុសម្ដងហ្នឹងហើយគាត់អាចនឹងឃើញវីដេអូរបស់យើងឬក៏ផុសរបស់យើងម្ដងហ្នឹងឯងអញ្ចឹងយើងគួរណាស់តែផុសវាម្ដងទៀតប៉ុន្តែត្រូវចាំថាយើងកុំផុសវាញឹកញាប់ពេកអាចរំលងមកល្មមហើយចាំយើងផុសវាម្ដងទៀតព្រោះអីវាអាចបង្កើតជាការធុញទ្រាន់របស់ទៅដល់អតិថិជនក៏ដូចជាទស្សនិកជនផងដែរហើយមួយទៀតគឺអនុលោមយុទ្ធសាស្ត្រ get on notification ហើយនឹង see first យុទ្ធសាស្ត្រហ្នឹងធានាថាពួកគេនឹងបានតាមដាននឹងឃើញរាល់មាតិកាដែលយើងបានផុសដែលណែនាំឲ្យពួកគេគាត់កំណត់នៅ get on notification ហើយនឹង see first អញ្ចឹងយើងអាចប្រាប់ពួកគេឲ្យចុចទៅលើចំណុចទាំងអស់ហ្នឹងអញ្ចឹងរាល់មាតិកាដែលយើងផុសគាត់នឹងទទួលបានដំណឹងមុនគេជៀសវាងការខកខាននៅមាតិកាណាមួយដែលយើងបានផុសហើយការប្រើ hashtag ហ្នឹងគឺជាសញ្ញាទ្រង់ជ្រូកដែលផ្ដល់នៅភាពងាយស្រួលនៅក្នុងការស្វែងរកមាតិកាឬព័ត៌មានដែលពាក់ព័ន្ធនឹងរឿងអ្វីមួយអញ្ចឹងឧទាហរណ៍ថាhashtag ឲ្យសិភៅអញ្ចឹងនៅពេលដែលអ្នកផ្សេងគាត់ចង់រកសិភៅគាត់អាច search ជាសិភៅហ្នឹងហើយរាល់មាតិកាដែលយើងដាក់ hashtag ហ្នឹងមាតិការបស់យើងនឹងលោតចូលមុនគេនៅលើមាតិការបស់យើងអញ្ចឹងហើយវាជាចំណុចមួយដ៏សំខាន់នៅក្នុងការប្រើ hashtag ហ្នឹងដើម្បីរាល់ការស្វែងរករបស់អ្នកផ្សេងគឺគាត់អាចដាក់ hashtag ដើម្បីឲ្យនៅពេលដែលទស្សនិកជនឬក៏អ្នកផ្សេងគាត់ចង់តាមស្វែងរកគឺគាត់អាចគ្រាន់តែ search ទៅមាតិការបស់យើងគឺលោតចូលទៅក្នុងការ search របស់គាត់តែម្ដងហើយបន្តទៀតគឺវិធីប្រកួតប្រជែងនៅលើ Facebook មនុស្សគ្រប់គ្នាគឺសុទ្ធតែចូលចិត្តការប្រកួតប្រជែងជាពិសេសគឺការប្រកួតប្រជែងនៅលើ Facebook ដែលមានលក្ខណៈសាមញ្ញអត់មានលក្ខណៈស្មុគស្មាញហើយឧទាហរណ៍ដូចជាបានដាក់នៅក្នុងអេក្រង់នឹងអញ្ចឹងដូចជាការចែករំលែកមាតិកាហ្នឹងដើម្បីឲ្យឈ្នះរង្វាន់ពិសេសឬក៏បង្ហោះរូបភាពដើម្បីទទួលបានឱកាសពិសេសអញ្ចឹងដូចជាការលេងល្បែងដូចជាទី1ឲ្យសរសេរចំណងជើងដែលយើងចង់បានសិភៅប្រភេទអីហើយបញ្ជាក់ឬក៏ mention អ្នកផ្សេងដើម្បីឲ្យគាត់បានឃើញហើយនឹងការដាក់ share ជា public ដើម្បីឲ្យពួកគាត់ទទួលបាននៅឱកាសឈ្នះរង្វាន់ផ្សេងដូចជាសិភៅឬក៏ផលិតផលអីផ្សេងទៀតដែលភ្ជាប់ជាមួយនឹង hashtag ដូចគ្នាការតាមដានដំណើរការទំព័រ Facebook មុខងារ Facebook Insight ហ្នឹងគឺដើម្បីតាមដានថាតើ Facebook របស់យើងមានដំណើរការយ៉ាងណាជាប្រចាំថ្ងៃហើយតាមរយៈមុខងារហ្នឹងយើងអាចតាមដានចំនួននៃការចុចចូលមើលក៏ដូចជាចុចចូលរួមនៃការរីកសាយទៅដល់អ្នកប្រើប្រាស់ដទៃហើយចំនួនអ្នកទស្សនាលើ Facebook របស់អ្នកដូចគ្នាអញ្ចឹងយើងអាចតាមដានមើលពីចំនួននៃការចុចចូលមើល Facebook របស់យើងការចូលរួមផ្សេងដូចជា Resize P អីនៅលើមុខងារ Facebook Insight នឹងបានចំណុចបន្ទាប់ទៀតគឺយុទ្ធសាស្ត្រទីផ្សារដែលប្រើថវិកាអញ្ចឹងការប្រើថវិកាដើម្បីផ្សព្វផ្សាយនៅលើ Facebook គឺជាផលិតផលឬក៏សេវាពិសេសការផ្ដល់ជូនឬកម្មវិធីប្រកួតប្រជែងជាដើមដើម្បីទាក់ទាញអ្នកប្រើប្រាស់ដទៃទៀតដែលមិនមែនជាអ្នកគ្រប់គ្រងអញ្ចឹងក្នុងករណីថាFacebook យើងអត់សូវមានអ្នកគេឃើញយើងអាចប្រើជាថវិកាដែលហៅយើងអាច
ប្រើថវិកាដើម្បី boost account យើងបានអញ្ចឹងអ្នកផ្សេងទៀតដែលមិនមែនជាអ្នកគ្រប់គ្រងគឺគាត់អាចឃើញពីមាតិការបស់យើងនិងរីកសុសសាយកាន់តែច្រើនឡើងផងដែរចំណុចបន្តទៀតគឺយុទ្ធសាស្ត្រទីផ្សារនៅលើ YouTube គឺជាកន្លែងផ្សព្វផ្សាយមួយដ៏ពេញនិយមបន្ទាប់ពី Google ដូចគ្នាហើយក៏ជាកន្លែងសម្រាប់កាត់ផុសវីដេអូក៏ដូចជាវីដេអូកម្សាន្តវីដេអូចែករំលែកចំណេះដឹងអីផ្សេងអញ្ចឹងវាក៏ជាឱកាសមួយនៅក្នុងការឲ្យយើងបង្កើតយុទ្ធសាស្ត្រទីផ្សារនៅលើបណ្ដាញសង្គម Facebook ដូច YouTube ដូចគ្នាអញ្ចឹងយុទ្ធសាស្ត្របង្កើត channel YouTube ឲ្យមានប្រសិទ្ធភាពគឺការរំលេចនៅរូបភាពរបស់ channel អញ្ចឹងយើងអាចដាក់ជារូបភាពតំណាងដើម្បីតំណាងថាតើយើងជាអ្នកណាជាអ្វីនៅលើ profile បន្ទាប់មកទៀតគឺអាចដាក់ជារូបផ្ទាំងខាងក្រោយឬហើយបន្ទាប់ទៀតគឺនៅពេលដែលយើងផុសវីដេអូយើងអាចដាក់ជាលក្ខណៈរូបព្រាលដែលយើងហៅថាវីដេអូ watermark ហ្នឹងនៅtrongវីដេអូខាងក្រោយហ្នឹងដើម្បីឲ្យគេអ្នកមើលហ្នឹងគឺគាត់អាចឃើញហើយគាត់អាច subscribe នៅលើហ្នឹងបានហើយចំណុចបន្ទាប់គឺការកំណត់នៅលើ channel ពាក្យកន្លឹះគឺជាចំណុចដែលសំខាន់ដែលជាជំនួយដល់ការស្វែងរកទៅលើ YouTube ចំពោះពាក្យកន្លឹះនេះ channel គួរតែជ្រើសរើសពាក្យណាដែលនិយមស្វែងរកហើយអ្វីដែលសំខាន់គឺតាក់ទងនឹង channel របស់យើងក្នុងការផុសវីដេអូគឺយើងគួរតែដាក់ពាក្យកន្លឹះណាមួយដែលអាចឲ្យអ្នកដែលគាត់មើលឬក៏ទស្សនិកជនហ្នឹងគាត់ងាយស្រួលនៅក្នុងការ search អញ្ចឹងមាតិការបស់យើងគឺងាយនឹងផុសចូលទៅក្នុង YouTube នៅពេលដែលគាត់ search ហើយចំណុចសំខាន់មួយទៀតការដាក់keyword ហ្នឹងគឺយ៉ាងហោចណាស់យើងក៏គួរតែដាក់ឲ្យវាស្របទៅនឹងវីដេអូដែលយើងកំពុងតែផុសដូចគ្នាវីដេអូចំណុចបន្តទៀតគឺវីដេអូនិងកម្រងវីដេអូខ្លីដែលយើងហៅថា trailer ហ្នឹងជាវីដេអូដែលរៀបរាប់ថាយើងជាអ្នកណា channel របស់យើងនិយាយអំពីអីហើយផ្ដល់អត្ថប្រយោជន៍អីគេខ្លះសម្រាប់អ្នកណាជាដើមអញ្ចឹងយើងមុនបើសិនជាយើងអត់ទាន់ដឹងថាតើយើងនឹងផុសមាតិកាអីនៅក្នុង YouTube ទេយើងអាចជាផុសវីដេអូខ្លីមួយដែលរៀបរាប់ថាតើវីដេអូយើងនឹងនិយាយអំពីអីផុសអំពីអីហើយយើងជាអ្នកណាដើម្បីឲ្យពួកគេបានស្គាល់អំពីយើងជាមុនសិនហើយវីដេអូខ្លីនេះគួរតែមានរយៈពេលផ្ដោតតែចំណុចសំខាន់ប៉ុណ្ណោះកម្រងវីដេអូដើម្បីបង្កលក្ខណៈងាយស្រួលនៅក្នុងការគ្រប់គ្រងវីដេអូនៅក្នុង channel របស់យើងអាចចូលទៅបង្កើតកម្រងវីដេអូដើម្បីបែងចែកអ្នកដែលមានទៅតាមក្រុមឬប្រភេទហើយចំពោះការដាក់កម្រងវីដេអូហ្នឹងឧទាហរណ៍ថាយើងបង្កើតជាវីដេអូជាស៊េរីដែលមានលក្ខណៈភាគតគ្នាអញ្ចឹងក្នុងករណីបើសិនជាអ្នកទស្សនាគាត់ចង់មើលភាគបន្តទៀតយើងអាចដាក់វីដេអូនៅក្នុងជាលក្ខណៈ playlist បែបនេះអញ្ចឹងនៅពេលដែលគាត់ចុចចូលវីដេអូមួយហើយគាត់អាចនឹងឃើញវីដេអូភាគបន្តទៀតនៅក្នុង playlist ហ្នឹងដើម្បីបង្កភាពងាយស្រួលកុំឲ្យពួកគាត់ពិបាកទៅរកវីដេអូមួយផ្សេងទៀតហើយការដាក់ឈ្មោះកម្រងវីដេអូរបស់អ្នកហ្នឹងគឺក៏សំខាន់ដែរគឺត្រូវសំខាន់ដូចគ្នាទៅនឹងការដាក់ឈ្មោះឲ្យ channel របស់អ្នកដូចគ្នាដែលត្រូវបញ្ចូលពាក្យកន្លឹះដែលពេញនិយមនិងតាក់ទងទៅនឹងវីដេអូដែលស្ថិតនៅក្នុងកម្រងហ្នឹងចំណុចបន្ទាប់ទៀតគឺរកមើលវីដេអូ YouTube ដែលមានគំនិតអាជីវកម្មដូចអ្នកដើម្បីឲ្យគំនិតវីដេអូរបស់យើងកាន់តែប្រសើរឡើងយើងគួរតែស្វែងរកវីដេអូណាដែលនិយាយអំពីប្រភេទអាជីវកម្មដូចយើងដែរដែលវាផ្ដល់ភាពងាយស្រួលនៅក្នុងការបង្កើតវីដេអូតាមរយៈការស្វែងយល់អំពីគំនិតរបស់គេរួចអាចច្នៃប្រឌិតនិងថែមគំនិតខ្លួនឯងកាន់តែប្រសើរឡើងអញ្ចឹងយើងអាចទៅមើលវីដេអូរបស់អ្នកដែលគាត់មានអាជីវកម្មដូចយើងឬក៏ស្រដៀងយើងហើយយើងអាចមើលថាតើគេផុសជាមាតិកាបែបណាអញ្ចឹងយើងអាចយកគំនិតគេបន្តិចច្នៃខ្លួនឯងហើយផុសជាមាតិកាខ្លួនឯងបានមួយទៀតគឺបង្កើតវីដេអូជាស៊េរីលើកទឹកចិត្តអ្នកទស្សនាឲ្យចូលតាមដានជាភាគបន្តបន្ទាប់វីដេអូជាស៊េរីហ្នឹងគឺជាវីដេអូដែលមានភាគបន្តគ្នាអញ្ចឹងយើងអាចប្រាប់អ្នកទស្សនាឲ្យមើលភាគបន្តដែលស្ថិតនៅក្នុងវីដេអូណាមួយឬក៏ណែនាំឲ្យពួកគេចុចចូលរងចាំទៅមើលវគ្គថ្មីដើម្បីទទួលបានចំណេះដឹងឬព័ត៌មានបន្ថែមទៀតអញ្ចឹងយើងអាចបង្កើតជាវីដេអូជាស៊េរីអញ្ចឹងដើម្បីឲ្យរក្សាអ្នកទស្សនាឲ្យគាត់មើលហើយគាត់ចង់មើលបន្តទៀតបានហើយចំណុចបន្ទាប់គឺត្រូវផ្ដោតសំខាន់លើគុណភាពការកែលម្អនិងការប្រើសំឡេងវីដេអូដែលមានគុណភាពខ្ពស់គឺជាវីដេអូដែលមានកម្រិតយ៉ាងហោចណាស់ 120 HD ហើយជាមួយនឹងសំឡេងច្បាស់មានលំនឹងល្អនិងពន្លឺច្បាស់ដូចគ្នាហើយយើងអាចត្រូវថតជាច្រើនមុំដើម្បីបន្ថែមភាពប្លែកនិងធម៌ពលរបស់វីដេអូអញ្ចឹងអ្នកទស្សនាគឺគាត់អត់អាចរំពឹងថាគាត់មិនរំពឹងថាវីដេអូយើងនឹងមានគុណភាពល្អដូចជារឿង Hollywood ទេប៉ុន្តែបើសិនជាវីដេអូយើងមានលក្ខណៈអត់ច្បាស់សំឡេង
សលេងអត់ច្បាស់សាប់បិទលឺឬក៏មានពលិគ្រប់គ្រាន់ហើយគ្រាន់តែជាវីដេអូថតមកប្លង់ទេគាត់អត់អាចនឹងចាប់អារម្មណ៍មើលវីដេអូរបស់យើងទេអញ្ចឹងយើងគួរណាស់តែកែលម្អកន្លែងហ្នឹងដោយការកើនកម្រិតនៃការកាត់តរូបភាពឬមួយក៏អាប់ដេតនៃការសំឡេងក៏ដូចជាពន្លឺដើម្បីឲ្យវីដេអូយើងមើលទៅគឺមានគុណភាពហើយចំណុចបន្តទៀតគឺកំណត់រយៈពេលដែលល្អបំផុតសម្រាប់វីដេអូនៅលើ YouTube កំណត់រយៈពេលត្រឹមត្រូវឬល្អបំផុតគឺជាវីដេអូដែលអាចរក្សាឲ្យគេមើលពីដើមរហូតដល់ចប់បានអញ្ចឹងបើសួរថាតើរយៈពេលដែលល្អបំផុតសម្រាប់វីដេអូគឺមានរយៈពេលប៉ុណ្ណាគឺវាជាចម្លើយមួយដ៏ស្មុគស្មាញមែនទែនព្រោះអីយើងអត់អាចកំណត់បានទេវាអាស្រ័យទៅលើប្រធានបទដែលយើងបានផុសអញ្ចឹងសួរថាតើវីដេអូមួយណាដែលវាល្អសម្រាប់ឲ្យយើងផុសឲ្យមានរយៈពេលដែលល្អបំផុតគឺជាវីដេអូដែលយើងអាចឲ្យរក្សាឲ្យអ្នកមើលគាត់មើលពីដើមរហូតដល់ចប់បានហើយវីដេអូខ្លីគឺអាចធំរយៈពេល5នាទីហើយបើសិនជាវែងជាងហ្នឹងគឺវារឹតតែល្អហើយចំណុចបន្ទាប់ទៀតគឺប្រើពាក្យកន្លឹះនៅលើចំណងជើងដែលភ្ជាប់នៅក្នុង SEO ដែលដើម្បីកំណត់ SEO ហ្នឹង SEO គឺជាប្រភេទដើម្បីឲ្យយើងចំណងជើងនៅពេលដែលយើងដាក់យើងងាយស្រួលនៅក្នុងឲ្យអ្នកដទៃគេ search មើលគេជាប់ចូលក្នុង SEO ហ្នឹងហ្មងអញ្ចឹងមានន័យថាអាចកំណត់សម្គាល់វីដេអូយើងដែលផ្ដោតសំខាន់ទៅលើចំណងជើងវីដេអូហើយពណ៌នានឹង tag ពីព្រោះផ្នែកទាំងហ្នឹងគឺនឹងប្រាប់ SEO ថាវីដេអូរបស់អ្នកនឹងនិយាយអំពីអីការដាក់ចំណងជើងគឺមានភាពត្រូវតែមានភាពងាយស្រួលដើម្បីឲ្យអ្នក search គាត់ search មកជាប់ប្រធានបទយើងនៅលើហ្នឹងហ្មងអាហ្នឹងគឺជា SEO បន្ទាប់ទៀតគឺសម្ភារអ្នកអាជីពនៅពេលដែលយើងជួបជាមួយនឹងអ្នកអាជីពឬក៏បុគ្គលល្បីៗយើងអាចសុំពួកគាត់ថតជាវីដេអូខ្លីៗឬមួយក៏បង្ហាញជាការសម្ភាសន៍តិចតួចឬក៏ការជជែកលេងដែលនិយាយពីនេះពីនោះអញ្ចឹងក្នុងករណីបើសិនជាយើងមានអ្នកស្គាល់ដែលគាត់ជាបុគ្គលល្បីឬក៏អ្នកមានអាជីពនៅក្នុងវិស័យដូចយើងអាចសុំគាត់ថតជាវីដេអូដើម្បីបង្កើតជាមាតិកាថ្មីមួយនៅក្នុង account របស់យើងហើយចំណុចបន្ទាប់ទៀតគឺការបញ្ចេញមតិលើព័ត៌មានទាន់ហេតុការណ៍សង្គមទាន់ហេតុការណ៍ព្រឹត្តិការណ៍ដែលអ្នកបង្ហាញនៅលើប្រធានបទក្តៅដែលកំពុងតែទទួលបានការពេញនិយមនៅក្នុងសង្គមតាមរយៈការបញ្ចេញមតិយោបល់ឬគំនិតទស្សនៈរបស់អ្នកលើរឿងទាំងហ្នឹងនឹងធ្វើឲ្យវីដេអូរបស់យើងស្ថិតនៅលំដាប់ខ្ពស់នៅក្នុងការស្វែងរកអញ្ចឹងការដែលយើងបញ្ចេញមតិដែលទាន់ហេតុការណ៍នៅក្នុងសង្គមវាជាអីដែលទស្សនិកជនគាត់ចូលចិត្តមើលអញ្ចឹងហើយយើងអាចយកឱកាសហ្នឹងដើម្បីអាចនិយាយអំពីប្រធានបទហ្នឹងយកមកនិយាយបានចំណុចបន្ទាប់ទៀតគឺការធ្វើទីផ្សារនៅលើ YouTube បន្តបង្ហោះវីដេអូឲ្យទៀងទាត់ជាប្រចាំយើងត្រូវបង្ហោះវីដេអូថ្មីចូលទៅក្នុង YouTube ឲ្យបានទៀងទាត់អាចថាយ៉ាងហោចណាស់មួយសប្តាហ៍ម្ដងដូចជារៀងរាល់ថ្ងៃច័ន្ទឬក៏ថ្ងៃអាទិត្យឬក៏ថ្ងៃណាដែលយើងបានកំណត់ហើយធ្វើវាឲ្យបានទៀងទាត់ហើយក្នុងករណីបើសិនបើយើងរវល់ខ្លាំងយើងអាចដាក់បង្ហោះវីដេអូទុកជាមុនដោយយើងត្រូវកំណត់ schedule post របស់យើងអញ្ចឹងយើងអត់ត្រូវទុក account យើងចោលទេដូចគ្នាគឺយើងត្រូវតែ post វាឲ្យបានទៀងទាត់យ៉ាងហោចណាស់ក៏មួយសប្តាហ៍ម្ដងដែរអាចជារៀងរាល់ថ្ងៃច័ន្ទឬក៏ថ្ងៃអាទិត្យឬក៏ថ្ងៃណាមួយដែលយើងបានកំណត់ទុកហើយ post វាឲ្យបានទៀងទាត់ហើយចូលទៅដល់ចំពោះបន្ទាប់ទៀតគឺយុទ្ធសាស្ត្រទីផ្សារនៅលើ Instagram គឺជាបណ្ដាញសង្គមមួយដែលផ្ដល់ភាពសប្បាយរីកដល់អ្នកប្រើប្រាស់តាមរយៈរូបភាពស្អាតប្លែកដែលជាហេតុធ្វើឲ្យល្បីកកក្រាមទូទាំងប្រទេសតាំងពីចាប់ផ្ដើមដំណើរការដំបូងនៅខែតុលា2010មកម្លេះអញ្ចឹងការបង្កើតប្រសិទ្ធភាពនៃប្រវត្តិរូបនៅក្នុង Instagram គឺសរសេរអំពីប្រវត្តិខ្លីដាក់រូបថតសម្គាល់ឲ្យបានត្រឹមត្រូវមធ្យោបាយងាយស្រួលបំផុតសម្រាប់ឲ្យបានត្រឹមត្រូវតបភ្ជាប់ទៅនឹងទំនាក់ទំនងអ្នកគាំទ្រនៅក្នុង Instagram គឺភាពតាក់ទាញនៃជីវប្រវត្តិដែលគេហៅថា bio នៅក្នុងគណនី Instagram ដែលអនុញ្ញាតឲ្យគណនីមួយសរសេរអក្សរបាន150តួនៅក្នុងជីវប្រវត្តិអញ្ចឹងយើងអាចសរសេរអំពីជីវប្រវត្តិរបស់យើងនៅខាងក្រោម account របស់យើងថាយើងជាអីនឹងធ្វើអីនៅក្នុង account របស់យើងដែលយើងអាចរៀបរាប់វានៅក្នុងហ្នឹងអាចសរសេរបានត្រឹម150តួអក្សរនៅក្នុងជីវប្រវត្តិរបស់យើងបានហើយការប្រើ hashtag លើមាតិការបស់អ្នកប៉ុន្តែចំពោះតែចំណុចសំខាន់ប៉ុណ្ណោះការប្រើ hashtag គឺដូចគ្នាទៅនឹង Facebook ដែរ hashtag គឺសំខាន់មែនតើដែលវានាំយកមាតិការបស់យើងចូលទៅឲ្យអ្នកផ្សេងទៀតគាត់បានឃើញហើយការ
នៅក្នុងចំណងជើងឬប៉ុននៃរូបភាពដែលបានបង្ហោះនៅលើ Instagram អាចធ្វើឲ្យរូបភាពការបង្ហោះនោះផ្សព្វផ្សាយទៅដល់មនុស្សកាន់តែច្រើននិងផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់នៅក្នុងការស្វែងរកជាពិសេសវានឹងកាន់តែទទួលបាននូវការចាប់អារម្មណ៍ប្រសិនបើដាក់បញ្ចូលនៅ hashtag ដែលកំពុងពេញនិយមស្រាប់អញ្ចឹង hashtag យើងគួរណាស់តែប្រើ hashtag ណាដែលយើងមើលទៅមានភាពល្បីអញ្ចឹងយើងថោះយើងភ្ជាប់ជាមួយនឹង hashtag ហ្នឹងវីដេអូយើងនឹង viral ទៅតាមនោះដែរបន្តមកទៀតគឺការភ្ជាប់ទីតាំងភូមិសាស្ត្រជាមួយនឹងរូបភាពឬវីដេអូនៅក្នុង Instagram អញ្ចឹង Instagram គឺអនុញ្ញាតឲ្យយើងបានផុសដាក់ទីតាំងថាយើងនៅកន្លែងណាទីតាំងនៅណាអញ្ចឹងយើងអាចកំណត់មុខងារនឹងបានអញ្ចឹងអ្នកគាត់ឃើញអំពីមាតិការបស់យើងគាត់នឹងដឹងថាតើយើងមានទីតាំងនៅកន្លែងណាដូចគ្នាចំណុចបន្ទាប់ទៀតគឺការផ្សាយពាណិជ្ជកម្មនៅលើ Instagram នៅខែកញ្ញាឆ្នាំ2015ឱកាសផ្សាយពាណិជ្ជកម្មនៅលើ Instagram គឺត្រូវបានបើកយ៉ាងទូលាយទៅដល់អាជីវកម្មទាំងអស់នៅក្នុងនោះការផ្សាយពាណិជ្ជកម្មនៅលើ Instagram គឺត្រូវបានបង្កើតឡើងតាមរយៈកម្មវិធីផ្សាយពាណិជ្ជកម្មរបស់ Facebook ដោយ Facebook បានតែងយក Instagram នៅក្នុងខែមេសាឆ្នាំ2012អញ្ចឹងចូលទៅដល់ចំណុចចំពោះបន្ទាប់ទៀតគឺយុទ្ធសាស្ត្រទីផ្សារនៅលើ TikTok TikTok គឺជាTikTok គឺជាប្រព័ន្ធផ្សព្វផ្សាយសង្គមថ្មីស្លាំងមួយដែលចាប់កំណើតឡើងនៅក្នុងឆ្នាំ2018ប៉ុន្តែវាមានភាពល្បីល្បាញរហូតមកដល់បច្ចុប្បន្នរួមបញ្ចូលទាំងនៅក្នុងប្រទេសកម្ពុជាយើងផងដែរហើយអ្នកប្រើរាប់លានអ្នកទាំងបុគ្គលល្បីៗរហូតដល់យុវវ័យគឺគាត់បានប្រើប្រាស់បណ្ដាញសង្គមមួយហ្នឹងដែលមានដើមកំណើតនៅក្នុងប្រទេសចិនការធ្វើវីដេអូនៅក្នុង TikTok គឺយើងត្រូវបង្កប់វីដេអូអប់រំឲ្យបានច្រើនអ្នកប្រើប្រាស់ TikTok ភាគច្រើនគឺគាត់ចូលចិត្តមាតិកាទាំងឡាយណាដែលគាត់ដែលសប្បាយហើយវីដេអូនៅក្នុង TikTok ជាប្រភេទវីដេអូខ្លីៗអញ្ចឹងយើងអាចបង្កើតជាវីដេអូសប្បាយដែលបង្កប់ទៅនៅក្នុងភាពអប់រំនៅក្នុងហ្នឹងដើម្បីឲ្យអ្នកគាត់ទស្សនាហ្នឹងគាត់បានទាំងចំណេះដឹងហើយនឹងភាពសប្បាយដើម្បីកាត់ stress គាត់ដូចគ្នាអញ្ចឹងយើងគួរតែទាញយកអត្ថប្រយោជន៍ពីនិទានការមួយនេះដើម្បីបង្កើតនូវមាតិកាកម្សាន្តបែបអប់រំឬផ្ដល់ព័ត៌មានដែលបានច្រើនចំណុចបន្ទាប់គឺរក្សាមាតិការបស់អ្នកឲ្យខ្លីខ្លឹមអញ្ចឹងនៅពេលដែលយើងកំពុងតែបង្កើតមាតិកាឬក៏វីដេអូដែលបង្ហោះនៅក្នុង TikTok សូមប្រាកដថាវាមានរយៈពេលត្រឹម11ទៅ15វិនាទីប្រសិនបើអ្នកមានប្រធានបទមួយដែលត្រូវចំណាយពេលច្រើននៅក្នុងការពន្យល់យើងអាចបំបែកជាផ្នែកឬជាវីដេអូជាងការប្រើវីដេអូទាំងមូលអញ្ចឹងគាត់អ្នកទស្សនាគឺបើសិនជាយើងនៅក្នុង TikTok ហ្នឹងយើងអាចមានកំណត់ត្រឹម5នាទីរហូតដល់60វិនាទី5វិនាទីរហូតដល់60វិនាទីអញ្ចឹងការដែលយើងផុសវីដេអូត្រឹមរយៈពេល11ទៅ15វិនាទីគឺជាចំណុចមួយដ៏ល្អបើសិនបើយើងមិនគួរផុសវីដេអូណាដែលមានរយៈពេលក្រោម10វិនាទីឬក៏លើស60វិនាទីនោះទេចំណុចបន្ទាប់ទៀតគឺវិធីសាស្ត្រដល់ចំណាយលុយអញ្ចឹងនៅពេលដែលអ្នកសម្រាប់ចិត្តប្រើលុយដើម្បីបង្កើតការផ្សព្វផ្សាយយើងក៏ត្រូវពិចារណានៅលើចំណុច3សំខាន់ទី1គឺតើទស្សនិកជនគោលដៅរបស់អ្នកគឺជាអ្នកណាហើយអ្នកនឹងចំណាយថវិកាប៉ុន្មានទៅលើវីដេអូមួយហ្នឹងហើយយើងចង់ឲ្យវាប្រព្រឹត្តទៅនៅក្នុងរយៈពេលប៉ុន្មានថ្ងៃអញ្ចឹងក្នុងការផ្សព្វផ្សាយនៅលើបណ្ដាញសង្គមគឺយើងអាចកំណត់ថាតើយើងចង់ចំណាយប៉ុន្មាននិងយើងចង់ឲ្យការផ្សព្វផ្សាយរបស់យើងហ្នឹងមានរយៈពេលប៉ុន្មានថ្ងៃដូចគ្នាហើយចំណុចបន្ទាប់ទៀតគឺវិធីសាស្ត្រចំណាយលុយចំណុចដដែលគឺក្នុងការ boost ភាសាសោតវានឹងផ្ដល់ឲ្យអ្នកនៅជំរើសនឹងគោលបំណងចំនួន5នៅក្នុងការ boost ហ្នឹងគឺមានទី1គឺបង្កើនចំនួនអ្នកចូលរួមទស្សនានៅក្នុងវីដេអូដែលមានន័យថាវីដេអូរបស់យើងគឺនឹងមាន view ច្រើនគឺតាក់ទាញឲ្យអ្នកប្រើទាញយកកម្មវិធីណាមួយបន្តមកទៀតគឺបង្កើនចំនួនការផ្សព្វផ្សាយនិងបង្កើតអ្នកចូលក្នុងគេហទំព័រនិងជំរុញឲ្យអ្នកប្រើធ្វើសកម្មភាពណាមួយនៅក្នុងគណនីអាជីវកម្មរបស់អ្នកដូចគ្នាអញ្ចឹងការប្រើប្រាស់បណ្ដាញសង្គមគឺវាជារឿងមួយដ៏សំខាន់នៅក្នុងអាជីវកម្មមិនថាជាអាជីវកម្មប្រភេទណាក៏ដោយដែលគេអាចឲ្យយើងបានស្គាល់អំពីកន្លែងយើងក៏ដូចជាផលិតផលរបស់យើងកាន់តែច្រើនឡើងថែមទៀតហើយការផ្សព្វផ្សាយវាអាចជាការផ្សព្វផ្សាយដោយការប្រើថវិកានិងមិនប្រើថវិកាគ្រាន់តែការប្រើថវិកានឹងអាចនាំយកវីដេអូរបស់យើងផ្សព្វផ្សាយទៅលើបណ្ដាញសង្គមកាន់តែរីកសុសសាយថែមទៀតអញ្ចឹងចំពោះប្រធានបទថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងហើយខ្ញុំសូមអរគុណទៅដល់លោកមេធាវីសុនីហេងនិងលោកមេធាវីអ៊ីចិត្តនិងបងក្រុមជំនួយការទាំងអស់ដែលបានយកចិត្តទុកដាក់ស្ដាប់សូមអរគុណ
អានោះស្អីគេ